ករណីបរិសម្នាក់យកពូថៅកាប់សម្លាប់ពីរនាក់ម្ដាយកូនបងស្រីខ្លួនឯងនិងក្មួយប្រុសបង្កើតម្នាក់បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 8:05 នាទីយប់ថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2026 ស្ថិតនៅភូមិត្រៅអែមភូមិពពែស្រុកត្រាំកក់ខេត្តតាកែវជនដៃដល់ឈ្មោះប៉ាងសុបិនអាយុ 35 ឆ្នាំជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះអ្នកស្លាប់ឈ្មោះប៉ាងសុខនជាបងស្រីបង្កើតរបស់ជនដៃដល់អាយុ 47 ឆ្នាំមុខរបរកម្មកររោងចក្រកូនប្រុសឈ្មោះម៉ោងសីមាអាយុ 23 ឆ្នាំមុខរបរកម្មកររោងចក្រតាមសម្ដីរបស់សាច់ញាតិនៃសពបានបញ្ជាក់ថាធ្លាប់មានប៉ះពាល់ពាក្យសម្ដីតិចតួចហើយបង្កទៅជាការស្អប់គុំគួនរហូតឈានដល់ការកាប់សម្លាប់បែបនេះហើយបងអាចរៀបរាប់ព្រឹត្តិការណ៍នេះបន្តិចបានទេតើព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែលដែរបងការស្លាប់របស់បងស្រីបងអ្នកជនដៃដល់ហ្នឹងឈ្មោះអីដែរបងដឹងឈ្មោះអីប៉ាងសុបិនអាយុប្រហែលឆ្នាំហើយបងអាយុ 35 ឆ្នាំអ្នកស្លាប់ហ្នឹងឈ្មោះអីដែរស្រីប៉ាងសុខនហៅមិនជាមួយជនដៃដល់បងបង្កើតណាអាយុប្រហែលឆ្នាំហ្នឹងបងស្រីហ្នឹង47 ឆ្នាំមុខរបរធ្វើរោងចក្រណាចុះអូនប្រុសម្នាក់ទៀតធ្វើម៉េចកូនគាត់បង្កើតហ្នឹងអាយុប្រហែលឆ្នាំហើយ3ឆ្នាំគាត់មុខរបរធ្វើដែរអូនប្រុសដែលស្លាប់រោងចក្រមួយចុះអ្នកដែលចំណាយដល់ធ្វើការអីដែរអត់អ្វីទេមានតែគាត់លើកដៃមួយជួយដល់គុំប្រៃបងអាចដឹងទេថាករណីឈានដល់ការសម្លាប់គ្នានេះតើបងបង្កើតឲ្យសម្លាប់គ្នាតើមូលហេតុអីបងបានអាចដឹងខ្លះអត់ទាន់ដឹងពីមូលហេតុអីទេប៉ុន្តែមានការធ្លាប់ទាស់តែគ្នាពីមុនមកយកទូរស័ព្ទគាត់មកគួយគាត់ស្ដីថាអីចឹងអូមានន័យថាបងស្រីធ្លាប់ស្ដីថាឲ្យអីចឹងទៅយកទូរស័ព្ទគាត់មកអូធ្លាប់បោកទូរស័ព្ទរបស់បងស្រីអញ្ចឹងមានន័យថាបង្កើតជាការគុំការស្អប់បងស្រីខ្លួនឯងបានឈានដល់ការសម្លាប់នេះឥឡូវនេះម៉ោងនេះដល់ពេលវេលានេះសមត្ថកិច្ចបានចុះមកហើយយកវិញណាបានចុះមកធ្វើកសលវិច័យមកលើកសពឲ្យអស់ហើយអញ្ចឹងក្រោយពេលឯការចំណៃដល់បានជិះម៉ូតូមកបានមកបច្ចាបាទជិះសម្រាប់បានដល់មកសម្រាប់ដល់យ៉ាងម៉េចដើម្បីការពារសុខភាពបងប្អូនដែលសពចឹងបានដល់តែមួយមកទទួលយើងជួយហើយអត់ក៏ឲ្យជួយដល់ក្រុមគ្រួសារមានក្រោយទៀតសុខសប្បាយគ្រប់គ្រងយកចាំមានអថាដែរសមត្ថកិច្ចបាទទាំងអស់គ្រប់ជាន់ថ្នាក់ដើម្បីឲ្យជួយរកជនដៃដល់នេះឲ្យបានដោយសារពួកគាត់ខ្លាចមានការកាប់សម្លាប់ពួកគាត់ទៅថ្ងៃក្រោយទៀតបាទអញ្ចឹងគាត់សំណូមពរទៅខាងសមត្ថកិច្ចជំនាញទាំងអស់ឲ្យគាត់ជួយរកជនដៃដល់មកដំទៀតទោសឲ្យបានដើម្បីការពារសុខសុវត្ថិភាពរបស់ពួកគាត់ដែលទៅសេចក្ដីត្រូវជាបងប្អូនសាច់ញាតិបាទសូមអរគុណក៏យកមានតែច្រើនតែមានតែជួយជួយរំលែកទុកដល់គ្រួសារបងផងបាទអរគុណហើយសូមបងប្អូនទៅសមត្ថកិច្ចគាត់បន្តទៅជើងជួយរកមកយកឃាតករនេះបានដើម្បីបន្តទៀតតាមផ្លូវច្បាប់ដើម្បីការពារសុខភាពបងប្អូនដែលនៅរស់នៅសេចក្ដីនេះបាទសូមអរគុណ